Trong ភាគរដ្ឋថ្ងៃនេះយើងមានលំហាត់មួយដែលប្រធានលំហាត់គឺចតុកោណកែងមួយមានបណ្ដោយស្មើនឹង15ម៉ែត្រនិងទទឹងស្មើនឹង x ម៉ែត្រអញ្ចឹងកគេឲ្យសរសេររូបមន្តបរិមាណនៃចតុកោណកែងហើយខគេឲ្យគណនាបរិមាណនៃចតុកោណកែងចំពោះ x ស្មើ5ម៉ែត្រនិង x ស្មើ10ម៉ែត្រដោយចម្លើយកយើងត្រូវសរសេររូបមន្តបរិមាណនៃចតុកោណកែងតាមរូបមន្ត p ស្មើ x បូក b គុណនឹង2ហើយចម្លើយខយើងត្រូវគណនាបរិមាណនៃចតុកោណកែងចំពោះ x ស្មើ5ម៉ែត្រនិង x ស្មើ10ម៉ែត្រតាមរូបមន្តបរិមាណចតុកោណ a បូក b គុណនឹង2ដោយ a ស្មើ15ម៉ែត្រហើយ b ស្មើ x ម៉ែត្រគេបានបរិមាណចតុកោណកែងស្មើ15បូកនឹង x គុណនឹង2ចំពោះ x ស្មើ5ម៉ែត្រនាំឲ្យបរិមាណស្មើ15បូក5គុណនឹង2ស្មើនឹង20គុណនឹង2ហើយស្មើនឹង40ម៉ែត្រចំពោះ x ស្មើ10ម៉ែត្រនាំឲ្យបរិមាណចតុកោណកែងស្មើ15បូកនឹង10គុណនឹង2ហើយស្មើនឹង25គុណនឹង2ស្មើនឹង50ម៉ែត្រអរគុណ